ធ្វើកិច្ចការបន្តទៅទៀតបាទហើយកន្លែងនេះពីដើមគឺស្ដុកសិតតែព្រៃតែម្ដងហើយខ្ញុំរើដុំថ្មឬអីចេញឥឡូវត្រូវឃ្លាកន្លែងនេះទាំងអស់ដើម្បីឲ្យមានកន្លែងយើងធ្វើដាក់តូបដាក់អីវ៉ាន់បាទហើយកិច្ចការនេះក៏ចេះតែបន្តទៅហើយព្រោះអាដើមឈើនោះវាទើសកន្លែងធ្វើការយើងហើយខ្ញុំក៏ដើរទៅកាត់អាដើមឈើនឹងចោលទៅដើម្បីកុំឲ្យវាទើសអាកន្លែងធ្វើការបើវាអត់កាត់ចោលទេវាទើសហ่าបាទហើយមួយទៀតឃើញកន្លែងនេះក៏សុទ្ធតែព្រៃបាទចុះទៅខាងនោះគឺជ្រោះក្នុងការរស់នៅទីនេះពិបាកចឹងទៅបាទខ្ញុំចេះតែកាប់ចេះតែស្ការចឹងទៅឲ្យវាស្រឡះឲ្យមានការរស់នៅទីនេះឲ្យវាស្រួលបន្តិចបាទដូចធម្មតាអញ្ចឹងណាហើយចឹងទៅបានត្រូវតែកាត់វាចេញហើយបើសិនយើងអត់កាត់ទេវាស្ដុកអ៊ូញនៅហ្នឹងហើយខាងក្រោមនោះដែលខ្ញុំតម្លាក់ទៅនោះក៏ខ្ញុំកាត់កាលពីខែ Spring ហ្នឹងបាទចឹងទៅបានវារៀងស្រឡះតិចហើយយើងមើលទៅឃើញក្លុកនៅក្រោមឯនោះបាទវាអត់រៀបធម្មតាទេដីដែលខ្ញុំរស់នៅនេះណាដូចជាដីភ្នំអញ្ចឹងយើងថាភ្នំក៏បានយើងថាទួលក៏បានព្រោះដីវាក្លុកជ្រៅបាទចុះទៅក្រោមឯនោះប្រហែលជា100 feet ឯនោះហើយចឹងទៅបាទយើងប្រឹងធ្វើនៅកិច្ចការផ្សេងចឹងទៅឲ្យវាមានការរស់នៅមើលទៅឃើញថាវាស្អាតតិចវាអត់បរាយហើយក៏វាអត់មានព្រៃស្ដុកអញ្ចឹងបាទចឹងទៅបានខំទាញអាវ័រនេះហើយវ័រនេះស្វិតបាទមិនងាយផុតពូជទេទោះកាប់គាស់វាយ៉ាងណាក៏ដោយក៏វានៅតែដុះមកនៅពេលជាពិសេសវាដុះនៅខែបាទ Spring ខែលឹកឈើលាស់ចឹងទៅវាដុះមកទោះបីខ្ញុំគាស់មិនដោយនៅខែ Summer ក៏វានៅតែដុះចេញមកដែរបាទឬវានៅខាងក្រោមជ្រៅចុះទៅក្នុងដីហើយទាញជានឹងអុកគូតហើយបាទចេះតែប្រឹងប្រែងក្នុងការធ្វើអញ្ចឹងទៅព្រោះដូចផ្ទះនេះខ្ញុំទិញមកបាទតម្លៃធូរ for bank closer អញ្ចឹងទៅហើយស្អីក៏គ្មានណារៀបរយអីដែរនៅស្រុកនេះគឺអាម៉េចនៅអញ្ចឹងគឺវាច់បាទវាចប្រឡងដេកតែម្ដងហើយនៅពេលដែលវាស្មុគស្មាញយ៉ាងម៉េចក៏គេទុកវាចោលនៅហ្នឹងទៅឲ្យព្រៃដុះឲ្យវាពង្រាយជុំវិញផ្ទះហ្នឹងទៅហើយខ្ញុំបាទតែទិញផ្ទះនេះហើយរើចូលមកខ្ញុំធ្វើច្រើនណាស់ហើយវាសឹងតែនៅសល់ឆ្អឹងហ្នឹងហើយដីក៏ខ្ញុំធ្វើច្រើនដែរប៉ុន្តែពីដើមដីនៅក្រោយផ្ទះគឺដូចព្រៃបាទព្រៃល្បាស់ចឹងហើយដើមឈើតាមផាយនឹងខ្ពស់ហើយខ្ញុំកាត់អស់ច្រើនណាស់ហើយមកទល់នឹងពេលបច្ចុប្បន្ននេះវាជាង20ឆ្នាំហើយខ្ញុំរស់នៅទីនេះក៏នៅតែធ្វើអញ្ចឹងបាទធ្វើអត់ទាន់អស់ទេព្រោះអីច្រើនណាស់វាអត់ដូចផ្ទះថ្មីដែលគេធ្វើគេគាស់គល់ឈើចោលបាទវាស្រឡះអញ្ចឹងទេប៉ុន្តែនៅទីនេះវាអត់ស្រឡះទោះបីខ្ញុំប្រឹងធ្វើច្រើនឆ្នាំក៏ដោយក៏វាអត់ស្រឡះដែរបាទវានៅតែស្ដុកហើយខ្ញុំរើរបស់ទាំងអស់នេះឲ្យវាមានកន្លែងបាទដែលខ្ញុំដាក់អាសេតហ្នឹងអាមេរ៉ូសេតហ្នឹងគឺផ្ទះអាសង្កសីជាប្រភេទសង្កសីអញ្ចឹងណាបាទហើយយកអីវ៉ាន់យកទៅដាក់នៅកន្លែងហ្នឹងព្រោះកន្លែងហ្នឹងវាជាកន្លែងមួយដែលខ្ញុំអាចធ្វើបានបំផុតពីហ្នឹងវាសុទ្ធតែដែលកលុកជ្រៅបាទធ្វើទៅមានការលំបាកយ៉ាងច្រើនបើខ្ញុំបាទសម្រាប់ចិត្តធ្វើនៅកន្លែងហ្នឹងគ្រាន់តែជីកដីឲ្យវាស្មើហើយយើងនឹងដាក់ជើងតាងវាដូចអាជើងទល់អាសេតហ្នឹងណាបាទមុននឹងយើងដាក់សេតហ្នឹងហើយកិច្ចការនេះគឺខ្ញុំធ្វើច្រើនបាទមិនតិចទេហើយបងប្អូនគឺតាមដានទស្សនាខាងលើហើយដីចំការខ្ញុំហ្នឹងសុទ្ធតែខ្ញុំជីកដោយចបជីកដៃបាទត្រូវប្រើកម្លាំងបែកញើសហូរញើសចឹងទៅក្រោមកម្ដៅថ្ងៃអញ្ចឹងណាបាទហើយចឹងទៅបានប៉ុណ្ណឹងហើយឥឡូវហ្នឹងក៏ធ្វើកន្លែងនោះបានបង្គួរហើយក៏មកធ្វើកន្លែងនេះម្ដងបើយើងអត់ធ្វើហើយកន្លែងហ្នឹងបាទខ្ញុំពីដើមកន្លែងហ្នឹងសុទ្ធតែព្រៃបាទព្រៃស្ដុកដែរហើយនឹងបន្លាដូចជាគ្រាប់ berry ព្រៃអញ្ចឹងបន្លាច្រើនហើយស្ដុកកន្លែងហ្នឹងហើយខ្ញុំស្ការអញ្ចឹងទៅខ្ញុំរៀបថ្មបាទដាក់ដាំដំណាំ
ហើយនៅកន្លែងហ្នឹងរៀងស្រឡះតិចហើយខ្ញុំយកថ្មទៅដាក់ខាងនោះបាទខ្សែវីដេអូហ្នឹងបងប្អូនមើលរួចហើយខ្ញុំរើថ្មតាម្នាក់ឯងហ្នឹងជូនចុះជូនឡើងហើយវាសបោសម្ោចខ្មៅសម្ោចហ្នឹងតិចវាមិនមែនខំទេបាទវាតិចតែម្ដងចឹងបានយើងឃើញកំពុងតែធ្វើនេះគឺស្រឡះច្រើនហើយប៉ុន្តែវានៅសល់ដែងកតិកទីកំណាត់ឈើទាំងអស់ហ្នឹងដែលខ្ញុំយកទៅចោលនៅកន្លែងហ្នឹងបាទក៏ត្រូវរើកំណាត់ឈើហ្នឹងចោលដែរបាទហើយកិច្ចការហ្នឹងគឺធ្វើមួយថ្ងៃមិនរួចទេបាទនេះជាផ្នែកចឹងបាទខ្សែវីដេអូទាំងអស់ហ្នឹងខ្ញុំថតឲ្យបងប្អូនបានមើលនៅពេលជីវិតប្រចាំថ្ងៃនៅ USA ចឹងជាតែធ្វើទៅបើយើងអត់ធ្វើបាទវាអត់បានអ្វីដែលជាវត្ថុបាទអ្វីដែលជាការចង់របស់យើងឲ្យវាបានស្រឡះហើយនឹងមានកន្លែងបាទសមរម្យដាំដំណាំចឹងទៅណាបាទមានកន្លែងស្អាតវាអត់មានសម្រាមក៏វាអត់មាននៅតគុតឈើហើយអត់មាននៅដើមឈើដែលនាំឲ្យមើលទៅមិនស្រឡះមិនស្អាតនៅកន្លែងដែលយើងរស់នៅហ្នឹងអញ្ចឹងបាទខ្ញុំចេះតែធ្វើទៅបាទនេះនោះហើយក៏អត់មានកាមេរ៉ាមែនទេក៏ខ្ញុំដាក់កាមេរ៉ាក៏ថតចោលអញ្ចឹងទៅបាទនៅអ្វីដែលខ្ញុំកំពុងតែធ្វើហ្នឹងបាទត្រូវឥឡូវហ្នឹងត្រូវមករើខាងលើបោះចូលទៅក្រោមជ្រោះហើយជ្រោះហ្នឹងគឺវាជ្រៅបាទទោះបីដាក់100ឆ្នាំក៏មិនអស់កតិកទីហ្នឹងខ្ញុំចេះតែលើកបោះអញ្ចឹងទៅអាហ្នឹងយើងរើទៅប៉ុណ្ណឹងឃើញថាកំណាត់ឈើវាច្រើនប៉ុន្តែវាអត់សមវាអត់ល្មមជ្រោះហ្នឹងទេព្រោះជ្រោះហ្នឹងវាជ្រៅហើយវាក្លុកជ្រៅហើយមែនតែនធំមែនតែនបាទអញ្ចឹងបាទលើកបោះអញ្ចឹងទៅគ្រាន់ថាជួយការពារដីផ្ទះខ្ញុំខ្លះអញ្ចឹងទៅក៏មិនយកទៅចោលកន្លែងគេចោលសម្រាមទេព្រោះរបស់ទាំងអស់ហ្នឹងវាកើតជាជីអីចឹងទៅវាអាចជួយទប់ដីក្លុកខ្ញុំនឹងផងដែរបាទហើយការរើរុះរបស់ខ្ញុំហ្នឹងក៏សកម្មភាពនោះគឺខ្ញុំអត់ថតទេបាទដែលខ្ញុំធ្វើដាក់ជើងតាំងវាដើម្បីទ្រដែង foundation ទ្រឈើដែលយើងដាក់ set ពីលើហ្នឹងបាទហើយខ្ញុំត្រូវដាក់ថ្មប្លុកហ្នឹងហើយមួយទៀតក៏ត្រូវ level វាឲ្យស្មើដែរហើយក៏ដាក់ឈើហ្នឹងពីលើបាទហើយឥឡូវហ្នឹងក៏ធ្វើបានប៉ុណ្ណេះប៉ុន្តែក្នុងការដែលខ្ញុំកំពុងធ្វើហ្នឹងគឺអត់មានកាមេរ៉ាមែនទេគឺកាមេរ៉ាខ្ញុំថតដោយខ្លួនឯងដោយស្ដាយកិច្ចការអញ្ចឹងទៅក៏បានចែកទៅបងប្អូននៅ YouTube ដែលជា friend ហ្នឹងបានមើលទាំងអស់គ្នាបាទបងប្អូនមើលហើយខ្វះខាតកន្លះត្រង់ណាក៏ជួយបំពេញផងបាទហើយខ្ញុំមិនដឹងថាខុសឬមួយក៏ត្រូវយ៉ាងណាទេអាហ្នឹងវានៅលើបងប្អូនទាំងអស់គ្នាទស្សនាពេញចិត្តមិនពេញចិត្តអីប្រាប់ comment ប្រាប់ផងជាងបាទខ្ញុំបានដឹងនឹងកែសម្រួលរបស់របរទាំងអស់ហ្នឹងក្នុងការថតហ្នឹងឲ្យថតឲ្យបានមើលទៅឃើញកាន់តែមានការចូលចិត្តមើលយើងពេញចិត្តក្នុងការមើលវានិយាយទៅឲ្យល្អមើលបាទហើយខ្ញុំក៏បន្តកិច្ចការទៅទៀតទៅបាទហើយកិច្ចការនេះបើខ្ញុំថតវីដេអូវែងមែនតែនព្រោះអីខ្ញុំត្រូវជីកដីនេះច្រើនណាហើយខ្ញុំអត់បានថតទៅចិត្តហើយអត់បានឃើញទេហើយខ្ញុំថតពីចម្ងាយអញ្ចឹងទៅហើយដីខាងហ្នឹងគឺវាខ្ពស់បាទខ្ពស់មែនតែនហើយខ្ញុំជីកដីហ្នឹងមកប៉ែលម្ដងអញ្ចឹងទៅគឺយកទៅគោដូចភ្នំអញ្ចឹងបាទនៅខាងនេះប៉ុន្តែខ្ញុំថតអត់បានទេដោយសារខ្ញុំថតម្នាក់ឯងណាអញ្ចឹងបានខ្ញុំជាថតចន្លោះអញ្ចឹងទៅហើយគាត់ទុកថាចែកទៅដល់បងប្អូនយើងមើលទាំងអស់គ្នាផងក៏ទុកជាបាទជាវត្ថុអនុស្សាវរីយ៍ជាកម្លាំងពលកម្មឬក៏ការធ្វើហ្នឹងដែលយើងកំពុងតែជីកហ្នឹងគឺទុកមើលថ្ងៃក្រោយអញ្ចឹងទៅបាទព្រោះពេលវេលាដែលពីម្សិលមិញបាទវាកន្លងទៅហើយពេលវេលាថ្ងៃនេះគឺជាពេលវេលាផ្សេងបាទអញ្ចឹងទៅក៏ជារឿងមួយដែលយើងទុកទៅវាបានមើលទាំងអស់គ្នាអញ្ចឹងទៅខ្ញុំក៏បាទអបសុកព្រោះណាពី 3-4 ឆ្នាំអីទៅខ្ញុំត្រឡប់ទៅវិញទៅមើលវីដេអូខ្ញុំអញ្ចឹងដែរបាទហើយក៏ឃើញការកែប្រែផ្ទះហ្នឹងមើលទៅឃើញការធ្វើហ្នឹងវាច្រើនបែកញើសបាទហូរញើសអញ្ចឹងទៅហើយជីកដីហត់បាទមកប៉ែលម្ដង
ប៉ុន្តែក៏ចេះតែធ្វើទៅបាទតិចម្ដងអញ្ចឹងទៅបាទរួចដូចនៅសម័យពលពតអញ្ចឹងបាទយើងត្រូវទៅវាលស្រែអញ្ចឹងគេឲ្យទៅលើកទំនប់ហ្នឹងក៏ទៅលើកទៅជីកមកប៉ែលម្ដងអញ្ចឹងទៅប៉ុន្តែកាលនោះខ្ញុំនៅតូចប៉ុន្តែឥឡូវខ្ញុំវាមិនតូចទេវាខ្ញុំចាស់ហើយហ្នឹងគ្រាន់តែកិច្ចការទាំងអស់ហ្នឹងបាទបើយើងអត់ធ្វើវានៅកន្លែងហ្នឹងវាមើលទៅវាសុទ្ធតែសម្រាមហើយក៏វាអត់ស្អាតវាមើលទៅវាអត់ពេញចិត្តពេញភ្នែកយើងអញ្ចឹងណាបាទជាតែធ្វើទៅតិចម្ដងហើយក៏ត្រូវប្រើពេលវេលាហ្នឹងក៏យូរដែរក្នុងការជីកម្ដងមកប៉ែលហ្នឹងបាទហើយថ្ងៃក៏ក្តៅដែរគឺវាអត់ត្រជាក់ទេយើងនៅធ្វើការហ្នឹងបាទចំហាយក្តៅមកគឺក្តៅភាយហ្មងបាទហើយបែកញើសក៏បែកញើសដែរដូចងូតទឹកអញ្ចឹងហើយស្អុះស្អាតទៀតបាទតែយើងត្រូវតែធ្វើមិនដឹងធ្វើម៉េចណាកិច្ចការដែលត្រូវធ្វើជាធ្វើតាមធម្មតាអញ្ចឹងទៅតាមដែលយើងអាចធ្វើទៅបានអញ្ចឹងទៅបាទបន្តិចម្ដងអញ្ចឹងទៅហត់ឈប់ទៅបាទបបែកញើសសម្រាកទៅផឹកទឹកអីចឹងទៅបាទហើយនៅពេលត្រជាក់ខ្លួនក៏ទៅធ្វើកិច្ចការយើងវិញអញ្ចឹងទៅបាទហើយខ្ញុំក៏មិនដឹងថាអ្នកដែលធ្វើសំណង់នៅស្រុកខ្មែរយើងហ្នឹងបាទដែលបងប្អូនយើងទាំងអស់គ្នាដែលគាត់នៅក្រោមថ្ងៃបាទហើយចឹងទៅក៏គាត់មិនដឹងថាវាក្តៅប៉ុណ្ណាហើយខ្ញុំទៅសើពួកគាត់មែនតើមកពួកគាត់អាចទ្រាំបានហើយខ្ញុំធ្វើនៅទីនេះព្រោះខ្ញុំធ្វើទៅគឺក្តៅតិចឈប់ដែរហើយខ្សែវីដេអូនេះគឺខ្ញុំអត់បានកាត់ទេខ្ញុំដាក់ទាំងមូលតែម្ដងហើយដើម្បីចែកឲ្យបានមើលទាំងអស់គ្នាបាទដើម្បីកុំឲ្យយើងវាបានណាយើងដូចថាអបសុកចឹងណាបាទធុញទ្រាន់ចឹងទៅក៏ឃើញអ្វីដែលខ្ញុំធ្វើចឹងទៅគ្រាន់ថាយើងបានមើលទៅយើងបានសប្បាយទាំងអស់គ្នាចឹងទៅបាទបានផ្លាស់ប្ដូរនៅអ្វីដែលយើងកំពុងតែធុញទ្រាន់ហ្នឹងហើយមើលទៅវាផ្លាស់ប្ដូរក្នុងការធុញទ្រាន់ហ្នឹងឲ្យក្នុងការសប្បាយចិត្តវិញទៅរីករាយក្នុងការធ្វើអញ្ចឹងទៅបាទចេះសប្បាយអញ្ចឹងណាបាទមើលទាំងអស់គ្នាហើយកិច្ចការទាំងអស់នេះគឺនៅក្នុងសហរដ្ឋអាមេរិក USA នឹងឯងក៏យើងមើលទៅបើខ្ញុំអត់ប្រាប់ប្រហែលជាមិនមែននៅសហរដ្ឋទេមើលទៅព្រោះប្រើនៅកម្លាំងច្រើនណាស់ក្នុងការជីកហ្នឹងបាទព្រោះនៅទីនេះវាមិនដែលណាទៅធ្វើការអញ្ចឹងណាបងប្អូនអរគ្នាបើសិនជាបានឃើញខ្មែរយើងធ្វើកិច្ចការអញ្ចឹងក៏ជួយប្រាប់ខ្ញុំផងប៉ុន្តែខ្ញុំដូចអត់ដែលឃើញអ្នកណាគេទៅជីកដីអញ្ចឹងទេផ្ទះហើយក៏អត់ដែលឃើញខ្មែរយើងទៅធ្វើបាទកម្មករសំណង់អីដែរដូចអត់ដែលឃើញបាទអញ្ចឹងទៅបាទខ្ញុំថតអញ្ចឹងទៅបើបងប្អូនអត់ដែលឃើញក៏បានឃើញនៅខ្សែវីដេអូនេះដែលខ្ញុំបង្ហោះតាម YouTube ហ្នឹងបាទបងប្អូននៅក្នុងក្រៅប្រទេសកាណាដាអូស្ត្រាលីបារាំងអង់គ្លេសអាល្លឺម៉ង់ឬមួយក៏ជប៉ុនចិនហើយនិងកូរ៉េអីរួមទាំងប្រទេសផ្សេងដូច Switzerland អីបាទជួយ comment ប្រាប់ផងតើខ្សែវីដេអូខ្ញុំកំពុងតែធ្វើការបែកញើសកគានេះវាហោះទៅដល់ណាបង្ហោះតាម YouTube ហ្នឹងអាហ្នឹងវាអាស្រ័យនៅលើបងប្អូនយើងទាំងអស់គ្នាជួយផ្ដល់នៅដំណឹងឲ្យខ្ញុំផងដូចជា comment អញ្ចឹងណាបាទហើយបើបងប្អូនអត់ផ្ដល់នៅព័ត៌មានឲ្យខ្ញុំមកវិញទេគឺដំណឹងបាទមកវិញទេគឺខ្ញុំអត់ដឹងទេថាវាទៅដល់ណាហើយដូចជាលោកលីដូចជាយាយតាអំពូមីងទាំងអស់បាទគ្នាពុកម៉ែបងប្អូនហ្នឹងទាំងអស់គ្នាហ្នឹងក៏បាទជួយដាក់មេដៃអីចឹងទៅបាទ comment ជាពិសេស comment ក្នុងការតំណាក់តំណងបាទក្នុងការរាប់អានដោយសេចក្តីស្រឡាញ់រាប់អានចឹងណាបាទពីគ្នាទៅវិញទៅមកខ្ញុំក៏បានឃើញខ្ញុំក៏ comment ទៅវិញទៅបាទជាតំណាក់តំណងមួយដ៏ល្អដែរចំពោះការបង្ហោះនៅខ្សែវីដេអូនេះឲ្យដឹងនៅថាខ្មែរនៅអាមេរិកធ្វើអីខ្លះហើយបើខ្ញុំអត់បង្ហោះក៏អត់ឃើញអត់ដឹងអត់ឮទាំងអស់គ្នាខ្ញុំបង្ហោះចឹងទៅក៏បងប្អូនទាំងអស់ពុកម៉ែបងប្អូនអំពូមីងទាំងអស់
có bạn khơi nhưng ta ô Khmer Americ rồi nơi tí nâng có quạt nơi chích đầy bậy như hồ cái kia chẳng đai bạn hay mình men dương nơi sọc srua tại không một sinh tại chạy ná có dương trời thưa cây ca ní nốt tam cầm lăng tam đại dương chong chẳng đai bạn chích đầy á bạn bản năng anh bạn ở lời có hot á xong sầm rạ tây sân hay chăm to tiệt hay sầm rạ khơi nhà sầm máu video ấy nhom thọt video tục sầm rạp chạy cái niềm mơ tặng ở kia nó ba thầy phần tay hot á từ sầm rạ sân hay có nhom chong đạo về nhé pro nhom đăng thà bong phone ở kia dây ta tặng ở của admin p là bay tam đàn mơ là sai video tặng ở này thế có đặt sân khai clay chẳng tới là bay dương miền p vừa lia cục cron pro vô thưa ca cục đặc kia nó nẹm nẹm là vô thà thọt bản năng cho chẳng sọc bài tặng ở kia ba chỉ riệp lia